មេតបអាកាសថៃប្រកាសត្រៀមខ្លួនរួចរាល់សម្រាប់ការវាយប្រហារកម្ពុជាលើកទី2រាជធានីបាងកកនៅថ្ងៃសុក្រទី10ខែតុលានេះលោកសេកសនខណ្ឌថាអគ្គមេបញ្ជាការនៃកងទ័ពអាកាសថៃបាននិយាយអំពីស្ថានភាពដែលកំពុងកើតឡើងនៅតាមព្រំដែនកម្ពុជាថៃដោយលោកអះអាងពីការត្រៀមខ្លួនរួចរាល់សម្រាប់ការវាយប្រហារកម្ពុជាលើកទី2ខណៈទាហាននិងជនស៊ីវិលកម្ពុជាកំពុងប្រមូលផ្ដុំគ្នាតាមដានសកម្មដ៏កក្លឿនរបស់ភាគីថៃនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យសម្ដីរបស់មេទ័ពអាកាសថៃរូបនេះត្រូវបានដកស្រង់យកទៅចុះផ្សាយដោយកាសែត The Nation នៅពេលសួរថាតើកិច្ចប្រជុំរបស់មេបញ្ជាការយោធារួមបញ្ចូលការពិភាក្សាអំពីតំបន់នងច័ន្ទនិងនងយ៉ាងកែវដែរឬទេលោកមេទ័ពអាកាសថៃរូបនេះបានបំភ្លឺថាมันមានផែនការប្រតិបត្តិការជាក់លាក់ណាមួយត្រូវបានពិភាក្សានោះទេហើយរបាយការណ៍សង្ខេបផ្ដោតសំខាន់លើការត្រៀមលក្ខណៈទូទៅលើពីនេះលោកបានបញ្ជាក់ទៀតថាកងកម្លាំងប្រដាប់អាវុធបានត្រៀមលក្ខណៈរួចរាល់ហើយដើម្បីវាយប្រហារកម្ពុជាជាលើកទី2ប្រសិនបើចំនួនផ្ទុះឡើងយោធាត្រូវបានណែនាំឲ្យបន្តការត្រៀមខ្លួនបន្ថែមទៀតដើម្បីអនុវត្តវិធានការទប់ទល់ក្នុងករណីមានការវិវត្តដែលនឹកស្មានមិនដល់គូជំរាបជូនដែរថានៅថ្ងៃទី10ខែតុលាឆ្នាំ2025នេះគឺជាថ្ងៃផុតកំណត់នៃអវសានវត្តដែលថៃបានកំណត់ពេលវេលាដើម្បីបណ្ដេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យនិងភូមិព្រៃច័ន្ទយ៉ាងណាជុំវិញទង្វើដ៏កក្លឿនរបស់ថៃកម្ពុជាបានចេញមុខរវីក្បាលបដិសេធខណៈជនកម្ពុជាជាច្រើនអ្នករួមទាំងកុមារស្ត្រីចាស់ជរានិងព្រះសង្ឃបានចេញទៅតវ៉ានិងតាមដានយ៉ាងប្រុងប្រយ័ត្ននៅសកម្មភាពដ៏អង្អាតរបស់យោធាថៃនេះកងកម្លាំងថៃប្រើត្រាក់ទ័រទម្ងន់រាប់តោនឈូសឆាយដីឡើងមាត់ខ្ទេចមិនខ្លាចផ្ទុះមីនបែរជាមកខ្លាចពេលឈូសឆាយរួចហើយសម្ដែងធ្វើជារាវមីនតាមក្រោយភូមិព្រៃច័ន្ទបើតាមឃើញគេច្បាស់ជាមិនអាចទប់សំណើចបានឡើយកងកម្លាំងថៃបានប្រើគ្រឿងចាក់ឬត្រាក់ទ័រឈូសឆាយដីក្នុងចំការពលរដ្ឋខ្មែរក្នុងភូមិព្រៃច័ន្ទដល់ពេលឈូសឆាយរួចហើយកងកម្លាំងថៃ 2-3 នាក់ក៏ស្រាប់តែកាន់ឧបករណ៍ធ្វើជាដើររាវមីនតាមក្រោយបើមានមីនពិតមែននោះច្បាស់ជាត្រូវផ្ទុះកំឡុងពេលកងកម្លាំងថៃកំពុងឈូសឆាយដីដោយប្រើត្រាក់ទ័រនោះបាត់ទៅហើយបើបារម្ភខ្លាចផ្ទុះមីនមែនគឺគួរតែរាវរកជាមុនសិនហើយបន្តមកទៅប្រើគ្រឿងចាក់ឈូសឆាយដីតាមក្រោយមិនមែនប្រើគ្រឿងចាក់ឈូសឆាយដីមុនរួចហើយស្រាប់តែមករាវមីនតាមក្រោយនោះទេម្យ៉ាងទៀតជាបច្ចេកទេសពេលអ្នកជំនាញកំពុងរាវមីនគេមិនអោយអ្នកផ្សេងដែលពាក់ព័ន្ធនៅក្បែរឡើយតែកងកម្លាំងថៃទាំងហ្វូងបែរជានាំគ្នាឈរក្បែរអ្នកដែលកំពុងរាវមីនឡើងរំភើយធ្វើដូចធម្មតាបើផ្ទុះមីនមែនច្បាស់ជាស្លាប់ទាំងអស់គ្នាឬមិនដូច្នោះទេគឺត្រូវតែដាច់ដៃដាច់ជើងជាមិនខានក្រុមអ្នករាវមីនគេកាន់ឧបករណ៍ផ្សេងពាក់ព័ន្ធនឹងការរាវមីនហើយកងកម្លាំងថៃទាំងនោះបែរជានាំគ្នាកាន់កំភ្លើងទៅវិញលើកលែងកងកម្លាំង 2-3 ជាអ្នកសម្ដែងធ្វើជាអ្នករាវមីនដែលកាន់ឧបករណ៍រាវមីនសូមជម្រាបជូនថាកងកម្លាំងថៃបានចូលមកឈ្លានពានកម្ពុជាសាជាថ្មីដោយលើកនេះនាំទាំងគ្រឿងចាក់មកជាមួយផងហើយបានឈូសឆាយចំការដាំដំណាំរបស់ប្រជាពលរដ្ឋខ្មែរក្នុងភូមិព្រៃច័ន្ទឃុំអូបេជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅថ្ងៃទី10ខែតុលាឆ្នាំ2025នេះក្រុមអ្នកសង្កេតការបរទេសហៅកាត់ថា IOT បានចុះទៅមើលផ្ទាល់ចំពោះសកម្មភាពឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជាតាមព្រំដែន